រឿងកុមារ Peter Pan នៅក្នុងបន្ទប់គេងធំស្អាតល្អរបស់គេក្នុងផ្ទះមួយស្ថិតនៅកណ្ដាលទីក្រុងឡុងក្នុងប្រទេសអង់គ្លេសកុមារតូចម្នាក់ឈ្មោះ Peter Pan កំពុងគេងនៅលើគ្រែប៉ុន្តែគេងមិនលក់ទេ Peter Pan សម្លឹងតាមបង្អួចមើលទៅឆ្ងាយគេឃើញផ្ទៃមេឃនិងចុងដើមឈើធំៗនៅក្នុងឧទ្យានមួយដែលគេស្គាល់ច្បាស់គេចង់ទៅកន្លែងនោះណាស់ទៅភ្លាមបើគេចេះហោះហើរគេនឹកចង់ចេះហោះហើរខ្លាំងមែនទែនស្រាប់តែភ្លាមនោះគ្មាននរណាដឹងថាយ៉ាងដូចម្ដេចទេគេក៏ចេះហោះហើរមែនគេហោះចេញតាមបង្អួចដែលបើកចំហស្រាប់គេគ្មានស្លាប់ទេតែមិនដឹងដោយហេតុអ្វីគេអាចហោះហើរបានហើរដោយសត្វស្លាប់អញ្ចឹងនៅក្នុងផ្ទះនិងអ្នកនៅក្នុងទីក្រុងទាំងមូលពុំបានឃើញរឿងនេះទេប្រសិនជាមានភ្នាក់ងារប៉ូលីសណាម្នាក់ក្រឡេកទៅមើលទៅលើហើយឃើញកុមារម្នាក់ហោះហើរលើមេឃដូចនេះច្បាស់ជាផ្អើលឆោឡោខ្លាំងហើយក្រុមដុតភ្លើងនឹងយកចង្ដៅវែងៗមកដល់ភ្លាមជនហោះនឹងមកជួយប្រហែលជាគេនឹងយកសំណាញ់មកចងនឹងដងវែងដើម្បីជួយសង្គ្រោះប៉ុន្តែគ្មាននរណាមានគំនិតងើយមើលទៅលើឡើយហើយ Peter Pan ក៏បន្តហោះហើរទៅមុខទៀតក្រោយនោះបន្តិចគេចុះយ៉ាងថ្នមនៅលើវាលស្មៅនៃកោះមួយនៅកណ្ដាលបឹងក្នុងឧទ្យាននោះធំមែនទែនរៀងរាល់ថ្ងៃមនុស្សចាស់និងកុមារច្រើនពាន់នាក់តែងមកដើរលេងកម្សាន្តនៅទីនោះមានសត្វស្លាបនិងកំប្រុកជាច្រើនរស់នៅលើដើមឈើនៅលើកោះនោះគ្មាននរណាដឹងទេតែ Peter Pan ដឹងច្បាស់ក៏មានទេពធីតាផងដែរ Peter Pan ចុះថ្នមប្រៀបបាននឹងស្លឹកឈើមួយធ្លាក់មកលើដីអញ្ចឹងប៉ុន្តែទេពធីតានិងសត្វស្លាបនៅតែភ្ញាក់ផ្អើលទៀតពួកគេនាំគ្នារត់ពួនអស់មានតែក្អែកចាស់មួយឈ្មោះ Solomon Quack ដែលមិនរត់ហើយឈរមើលនៅទីនោះ Solomon Quack បញ្ជាឲ្យសត្វស្លាបឯទៀតត្រឡប់មកវិញនិងយកអាហារមកឲ្យ Peter Pan ពួកបក្សាបក្សីទាំងនោះយកដង្កូវនិងសត្វល្អិតមកឲ្យ Peter Pan ញ៉ាំតែកុមារបដិសេធដូចនេះហើយពួកគេក៏ទៅយកកំទេចនំប៉័ងនិងកំទេចនំមកវិញសត្វស្លាបសប្បាយនឹងមើលកុមារយកដៃកាន់អាហារបញ្ចុកមាត់ព្រោះពួកគេចេះប្រើតែចំពុះទេដើម្បីថ្លែងអំណរគុណចំពោះអាហារទាំងនោះ Peter Pan ក៏ហែកអាវរបស់ខ្លួនទៅជាចម្រៀកតូចរួចចែកទៅឲ្យបក្សីយកទៅដាក់ទ្រាប់បាតសម្បុកពួកគេកុមារតូចជួយធ្វើសម្បុកឲ្យសត្វគេជាអ្នកមានប្រយោជន៍ណាស់ Peter Pan ដើរចុះដើរឡើងដោយខ្លួនទទេហើយអ្វីដែលគួរឲ្យចម្លែកនោះគឺគេមិនរងាឡើយគេចង់ចេះហួចចេះស្រែកចេះយំដោយបក្សីដើម្បីបញ្ជាក់ថាគេសប្បាយណាស់នៅលើកោះនោះតែគេធ្វើមិនបានសោះ Solomon Quack បានឲ្យយោបល់ថាសម្លេងឯងត្រូវធ្វើខ្លុយភ្លាមនោះ Peter Pan ក៏យកដើមប្របោសមកធ្វើជាខ្លុយគេផ្លុំខ្លុយបានយ៉ាងពីរោះទោះជាគេពុំធ្លាប់បានរៀនផ្លុំពីមុនក៏ដោយគេចេះធ្វើត្រាប់តាមសម្លេងបក្សីដូចជាសេកសារិកាសម្លេងខ្យល់រហូតដល់ស្នូរទឹករលកដែលបោកមកលើឆ្នេរទៀតផងប៉ុន្តែថ្ងៃមួយនោះ Peter Pan បានក្រឡេកមើលទៅឆ្ងាយរំលងបឹងគេឃើញកុមារីតូចដូចខ្លួនគេមួយក្រុមកំពុងនាំគ្នាលេងតាមផ្លូវក្នុងឧទ្យានយ៉ាងសប្បាយរីករាយពួកកុមារញ៉ាំនំលេងវាយកង់លេងបិទពួនពេលនោះគេក៏នឹកចង់ត្រឡប់មករស់នៅជាមួយមនុស្សលោកវិញរួចក៏មានអារម្មណ៍ព្រួយពិបាកចិត្តដែលរស់នៅតែឯកឯងនៅលើកោះនោះប៉ុន្តែគួរឲ្យស្ដាយគេលែងចេះហោះហើរទៀតហើយតើធ្វើដូចម្ដេចទើបអាចឆ្លងបឹងបានក្អែក Solomon Quack ប្រហែលជាអាចផ្ដល់យោបល់ខ្លះដល់គេនៅព្រឹកមួយគេឃើញខ្លែងបង្ហោះមួយដែលកុមារជាម្ចាស់បានរបូតខ្សែចេញពីដៃរសាត់អណ្ដែតតម្រង់មកកោះនោះពេលឃើញខ្លែងដាច់រសាត់តម្រង់មកក្អែក Solomon Quack ស្រែកឡើងថាយើងមានផ្លូវហើយយើងត្រូវទៅចឹកពាំយកខ្លែងនោះមកកន្លែងយើងពេលដែលកន្ទុយខ្លែងធ្លាក់ដល់ដី Peter Pan ឯងទៅចាប់ឲ្យបានហើយតោងឲ្យជាប់នោះឯងនឹងអាចហោះបានហើយថាភ្លាមធ្វើផ្លែតរហ័សទាន់ចិត្តមែនសត្វស្លាបប្រហែល100នាំគ្នាហើរទៅចឹកអូសទាញខ្លែងនោះសម្ដៅមកកោះ Peter Pan តោងកន្ទុយខ្លែងជាប់រួចវាក៏ហោះទៅលើមេឃនៅពេលវាហោះកាត់លើបឹងគេឮសូរប្រឹបហើយបន្ទាប់មកប្រង
ទំងន់របស់ Peter Pan ធ្វើឲ្យកន្ទុយខ្លែងដាច់ហើយវាក៏ធ្លាក់ទៅក្នុងទឹកបឹងដែលហុំព័ទ្ធកោះនោះយ៉ាងរហ័សទាន់ចិត្តសត្វកង្ហានព្រៃមួយគូហើរទៅដល់ភ្លាមរួចនាំកុមារមកដល់មាត់ច្រាំងវិញ Peter Pan បានរួចផុតពីគ្រោះភ័យតែវានៅលើកោះដដែលក្អែកចាស់សាឡូម៉ុងខ្វក់រិះគិតរកមធ្យោបាយថ្មីទៀតត្រូវតែធ្វើសម្បុកមួយធំដែលអាចឲ្យកុមារជិះបានពេលធ្វើសម្បុកបានហើយត្រូវនាំគ្នាយកដីឥដ្ឋមកប៉ាតពីក្រៅឲ្យក្រាស់ដើម្បីកុំឲ្យទឹកជ្រាបចូល Peter Pan ត្រូវប្រើសម្បុកនេះជំនួសទូកដើម្បីជិះឆ្លងបឹងការធ្វើសម្បុកធំបែបនេះត្រូវការប្រើពេលវេលាយូរមែកឈើតូចៗស្មៅសត្វស្លាបនិងដីជាច្រើននៅទីបំផុតពួកគេក៏បានធ្វើសម្បុកនោះរួចជាស្រេចបាក់សីទាំងអស់សប្បាយខ្លាំងណាស់ហើយគេនាំគ្នាច្រៀងរាំស្រែកខ្ញៀវខ្ញាលាន់ឮពេញទាំងកោះ Peter Pan យកចម្រៀកអាវវាដែលនៅសល់មកធ្វើជាក្តោងល្ងាចនោះពេលមានខ្យល់បក់មកចំទិសល្អវាក៏លបលួចចាក់ចេញពីកោះប៉ុន្តែពេលទើបឆ្លងបានពាក់កណ្ដាលបឹងវាក៏ឮសំឡេងស្រែកខ្លាំងនៅលើឆ្នេរឯក្រោយពួកទេពធីតាបានមកជួបជុំគ្នាហើយស្រែកថាត្រឡប់មកវិញ Peter Pan ស្ដេចទេពធីតាមិនចង់ឲ្យឯងចាក់ចេញពីកោះនេះទេ Peter Pan គោរពតាមក៏ត្រឡប់ក្រោយមកវិញ Peter Pan មិនពិបាកចិត្តទៀតទេពេលរស់នៅក្នុងព្រៃជាមួយពួកទេពធីតាទាំងអស់នោះជារៀងរាល់យប់គេឮវាផ្លុំខ្លុយយ៉ាងសប្បាយវាអង្គុយលើស្មៅផ្លុំបត់ពីរោះហើយទេពធីតាទាំងអស់រាំពុតពេនតាមចង្វាក់នៅក្រោមពន្លឺចន្ទ្រាទេពធីតានាំគ្នាគោះចង្វាក់ជួយដល់អ្នកភ្លេងវ័យក្មេងរបស់ពួកគេក៏ប៉ុន្តែយូរគេឮទំនុកភ្លេងកំសត់ផងដែរគឺនៅពេលដែលវានឹកទៅដល់ពុកម៉ែទៅដល់ល្បែងធ្លាប់លេងទៅដល់ផ្ទះរបស់ខ្លួននៅល្ងាចមួយវាផ្លុំបានពីរោះណាស់ពីរោះទាល់តែស្ដេចទេពធីតាហៅមកចិត្តហើយនិយាយថាដើម្បីជារង្វាន់ខ្ញុំនឹងឲ្យឯងនៅអ្វីក៏ដោយឲ្យតែឯងចង់បានចុះបើខ្ញុំចង់ទៅរស់នៅជាមួយឪពុកម្ដាយខ្ញុំវិញតើស្ដេចទេពធីតាអនុញ្ញាតឲ្យទេវាឆ្លើយតបទេពធីតាទាំងអស់ភ្ញាក់នឹងសម្ដីនេះហើយច្រឡោតនឹង Peter Pan យ៉ាងខ្លាំងបើ Peter Pan ទៅហើយនោះពួកគេនឹងរាំដោយគ្មានភ្លេងហើយច្បាស់ជាមិនសប្បាយឡើយប៉ុន្តែស្ដេចទេពធីតាដែលប្រកាន់ពាក្យសន្យារបស់ខ្លួនក៏យកដៃស្ទាបអង្អែលស្មារបស់ Peter Pan ហើយបញ្ចូលវិធានមន្តស័ក្តិសិទ្ធិឲ្យចេះហោះទេពធីតាទាំងឡាយមកហុំព័ទ្ធ Peter Pan ដើម្បីរារាំងមិនឲ្យគេចាកចេញទៅបានហើយលែងខ្ញុំទៅវាស្រែកហើយក៏រត់គេចទៅឆ្ងាយរួចហោះឡើងវាហោះខ្ពស់ទៅលើមេឃដោយដែលគេតែងស្រមៃឃើញនៅពេលយល់សប្តិវាហោះទៅដល់ឧទ្យានជិតផ្ទះវាហើយក៏ឃើញដំបូលផ្ទះលេចឡើងយ៉ាងច្បាស់ពេលទៅដល់ផ្ទះវាឃើញបង្អួចបន្ទប់ម្ដាយរបស់វាបើកចំហយ៉ាងធំអ្នកម្ដាយកំពុងសម្រានលក់នៅលើគ្រែប៉ុន្តែមានទឹកភ្នែកដក់លើថ្ពាល់របស់គាត់ព្រោះគាត់យល់សប្តិឃើញកូនគាត់ដែលបានបាត់ទៅពេលនោះ Peter Pan ស្រែកខ្លាំងថាអ្នកម៉ែសម្លាញ់ភ្ញាក់ឡើងកូនប្រុសអ្នកម៉ែមកវិញហើយយើងនឹងរស់នៅដោយសប្បាយជាមួយគ្នាជារៀងរហូតចាប់ពីពេលនេះតទៅ